សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ vlog លើកទី1របស់ខ្ញុំគឺថ្ងៃនេះដែរខ្ញុំបាននាំកូនទៅលេងទីរួមខេត្តកំពង់ចាមបាទថ្ងៃនេះដែរយកកូនស្រីពៅដល់សែនខ្ជូររបស់ខ្ញុំទៅដែរបាទហើយបាទបងគេនេះវិញសុំរុញប្អូនរហូតដល់ flow បាក់កណ្ដោកន្លែងនេះដែរផ្លូវចុះចំណោទតែបងនៅចង់រុញខ្វល់ព្រោះធ្លាក់ទៅមានធ្លាក់បងផងធ្លាក់មីអូននិយាយលេងទៅបងប្អូនពេលនេះដែរយើងក៏ធ្វើដំណើរទៅយករថយន្តរបស់យើងដើម្បីត្រៀមមកជិះដំណើររួចហើយក៏រថយន្តមកដល់ល្មមមើលទឹកមុខមកទៅក៏ដឹងថាកូនបងក្លឹបប៉ុណ្ណាដែរហើយក្រោយមកទៀតក៏យើងចាប់តាមរៀបចំរថតេរបស់យើងដាក់ក្នុងឡានហើយយើងចេញដំណើរកំឡុងពេលកំពុងបើកបរហ្នឹងហើយម៉ែកូនគេមិនដឹងមានរឿងអីកើតឡើងក៏បាននិយាយគ្នាសើចឡើងសប្បាយឯងនេះបើកឡានតែម្នាក់ឯងអត់ដឹងរឿងមានអីសើចសប្បាយគេហើយកំឡុងពេលដែលបើកបរដល់សែនយឺតហ្នឹងខ្ញុំក៏បានឆ្លៀតដកទូរស័ព្ទមក selfie ជាមួយនឹងខ្លួនឯងនិងប្រពន្ធនិងកូនស្រីពៅរបស់ខ្ញុំផងហើយសូមឆ្លេះតាមប៉ុណ្្នឹងសិនយើងក៏លេចមកមើលទស្សនវិជ្ជានៅតាមដងផ្លូវនៃមាត់ទន្លេខេត្តមុខមុំយើងវិញឃើញថ្ងៃនេះដែរគឺជាថ្ងៃអាទិត្យមានមនុស្សច្រើនកកមែនទេមើលកូនខ្ញុំទៅលេចមើលគេមើលឯងប្រហែលជាចិត្តចង់ចូលទៅលេងគេដែរហើយមើលទៅប៉ុន្តែមានណាថ្ងៃហ្នឹងប៉ាអត់បានជូនទៅលេងនៅកន្លែងហ្នឹងប៉ាជូនកូនទៅលេងទៅដល់កំពង់ចាមឯណោះក្រៅពីផុតកន្លែងមកទន្លេរួចហើយយើងក៏បានឈានទៅដល់ស្តុកមួយដែលមាននៅខេត្តបងពុំគឺជាស្តុកដំបូងរៀបអស់នៃខេត្តរបស់យើងបាទកន្លែងនេះដែរសូមកាត់ខ្លីៗយើងមកដល់ផ្សារសួងហើយមានរូបសំណាកព្រះគោហើយបន្តមកទៀតយើងក៏បានកាត់ខ្លីទៀតមកដល់រូបសំណាកដំរីថ្វាយផ្កាហើយបន្តមកទៀតយើងក៏បានកាត់ខ្លីមែនទែនមកទៀតគឺបានមកដល់ស្ពានគីសណាបាត់ទៅហើយបាទកំឡុងពេលដែលយើងជិះឡើងស្ពានផងដែរបងប្អូនអាចមើលទៅមិនបានគឺពពកខ្មៅងឹតតែម្ដងបាទរៀបទាំងភ្លៀងទេប៉ុន្តែដោយសារតែយើងកាត់មុនហ្នឹងយើងត្រូវបានមេឃភ្លៀងនៅសួងហើយម្ដងបាទក្រោយពីយើងជិះកាត់លើស្ពានបានផ្លេចដោយឃើញទស្សនវិជ្ជាមេឃខ្មៅងឹតហ្នឹងយើងក៏កាត់មកដល់កន្លែងរង្វង់មូលនៀកហើយអ្វីជាការផ្លែកភ្នែកនោះគឺនៅក្បែររង្វង់មានមូលនៀកនោះក៏មានកាហ្វេធូកាហ្វេក៏ទើបតែបើកថ្មីផងដែរបាទហើយក្រោយមកទៀតមកក៏យើងមានធរៈទៅចូលទៅទិញថ្នាំពេទ្យអញ្ចឹងដល់ពេលហ្នឹងសូមស្លេះបន្តិចសិនដើម្បីចូលទៅទិញថ្នាំពេទ្យឲ្យកូនបន្តិចបាទក្រោយពីទិញថ្នាំពេទ្យរួចហើយហ្នឹងអត់មានបានថតអីយូរដោយសារតែមេឃភ្លៀងកាត់មកផ្លឹបធ្លាមដល់កន្លែងកូនកំពុងលេងនៅកន្លែង buffet មួយកន្លែងនៅខេត្តកំពង់ចាមតែម្ដងទៀតហើយឥឡូវនេះកុំឲ្យបងប្អូនទាំងអស់គ្នារងចាំទស្សនាយូរក៏ដូចជាធំធាត់នឹងស្លេរបស់ខ្ញុំសូមរីករាយទស្សនានៅទស្សនវិជ្ជាផលនៃការលេងរបស់កូនខ្ញុំមួយផ្លេចផងដែរបាទខ្ញុំសូមសម្រាប់បន្តិចដោយសារអរគុណបាចាបាយអត់មើលឡើងប៉ាមើលមួយមកចាឡើងប៉ាមើលមួយឡាពណ៌ហមcon hello mày bài chất mày tao làm tao lên con ạ xong chị chế ôn xong lên đó đó tao kia chấm không kia lên bài cho mày rồi chị chế nhà đất tao láng con ạ bài lên bài phật saoបាទកន្លែងនេះដែរមើលកូនទៅដូចកំសត់ដល់ហើយមើលគ្នាជីតែរងមិនដឹងទៅណាទេកូនខ្ញុំយកកន្លែងទៅមើលបងមកក្រុមវិញលោតយកមែនទេហ្មងលោតរវល់ទៅថតកន្លែងមកវិញស្រែកតាបកាច្រើនបាទតែនិយាយលេងបងប្អូនបកានេះប្រពន្ធអ្នកទៅចាប់តែខ្ញុំអ្នកដាក់អាំងហើយសាច់លើទឹកមកគ្នាហ្នឹងយើងជួយគ្នាមិនដឹងអញ្ចឹងចាប់បានញ៉ាំអស់គ្នាហើយឥឡូវនេះហត់ផតក៏បានច្រើនស៊ុបក៏បានពុះហើយកូនខ្ញុំនេះចុងមកដាក់ក្រែមមួយបឹបដើរឆ្លេឆ្លាទៀបប៉ាទៅផ្ទះវិញហើយប៉ានេះបានដូចចិត្តគ្រាន់តែកូនទៀបទៅផ្ទះគិតលុយផ្លឹបនិយាយលេងទេបងប្អូនអើយដោយសារតែឆ្អែតដែរហើយណាមួយមេឃវាក៏ល្ងឹតច្រើនដែរយើងត្រូវញ៉ាំទៅផ្ទះវិញដោយសារតែយើងផ្លូវឆ្ងាយហើយខ្លាចមេឃភ្លៀងតាមផ្លូវទៀតឥឡូវខ្ញុំមកដល់ឡានស្រែចុះកន្លែងទៅមើលទៅទស្សនវិជ្ជានៅទីរួមខេត្តកំពង់ចាមពេលរាត្រីគឺឃើញថាមានភ្លើងពណ៌ចម្រុះយ៉ាងស្អាតនៅតាមដងផ្លូវតែម្ដងបាទក្រោយពីមើលភ្លើងពណ៌តាមប្រហែលផងក៏ស្រាប់តែវិលឈានចូលមកដល់រង្វង់មូលអ្នកវិញហើយបាទចិត្តបាននៅផ្ទះវិញហើយក៏បើកឡានចេញទៅផ្ទះវិញហ្នឹងមេឃក៏ចាប់ពីផ្ដើមរលឹមបន្តិចម្ដងហើយពុនរបស់ខ្ញុំក៏គាត់អៀងកាមេរ៉ាមកស្អាតទៅឃើញបោកស្អាតមួយកំពុងតែបើកឡានយ៉ាងរំភើយតែម្ដងបាទអត់មាន Oh my god លេងមកមើលកូនរបស់ខ្ញុំវិញកំពុងតែមើលទូរទស្សន៍យ៉ាងជក់ចិត្តដិតអារម្មណ៍អាយ៉ាច្រឡំទូរទស្សន៍ LED នៅចិត្តស្ពានគីសូណាហ្នឹងហើយក៏បានប្រាប់ថាប៉ាកូនចង់បានទូរទស្សន៍ហ្នឹងមួយប៉ាហើយក៏ប៉ាប្រាប់ថាអូយកូនទូរទស្សន៍អាហ្នឹង LED ថ្លៃណាស់ប៉ាគ្មានលុយទិញឲ្យទេណាកូនរវល់តែនិយាយរឿងទូរទស្សន៍ LED ទូរទស្សន៍ហ្នឹងក៏ស្អាតតែឃើញភ្លឺមិនមែននៅកំពង់ចាមទេបាទខ្ញុំកាត់មកដល់ចិត្តរង្វង់មូលព្រះស្ដេចកនបាត់ទីទៅហើយបាទបងប្អូនមើលស្គាល់ទីតាំងហ្នឹងអត់អានេះគឺជាផ្លូវដែលមានភ្លើងសូឡានៅចិត្តរង្វង់មូលស្ដេចកនយើងហ៎បាទឥឡូវឃើញវងមូលស្ដេចកនបដាហើយបាទឃើញផ្លូវទៅផ្ទះបដាចិត្តដល់ផ្ទះមែនតើណាបាទបញ្ចូលសលេងឡើងមានអារម្មណ៍ថាឮទៅសលេងទៅផ្ទះឮទៅផ្ទះឡើងចង់ទៅដល់ហើយឥឡូវយើងបានម្ដងវងមូលស្ដេចកនបងប្អូនយល់យ៉ាងណាដែរទស្សនវិជ្ជានៅពេលយប់បាទ vlog របស់យើងត្រូវបានបញ្ចប់ត្រឹមនេះបាទអរគុណពុកម៉ែបងប្អូនដែលបានរីករាយទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់បើសិនជាមានចំណុចខុសឆ្គងត្រង់ណាមួយខ្ញុំសូមមេត្តាខន្តីអធិស្ឋានផងដែរបាទ